ព្រឹកនេះគឺជា session ដែលខ្ញុំរៀនពេញតែម្ដងតាំងពីម៉ោង 9 ព្រឹករហូតដល់ម៉ោង 1 ដែលខ្ញុំយល់ដឹងជាច្រើនទាក់ទងជាមួយនឹង AI មុននឹងដល់អ្វីដែលខ្ញុំរៀនបានគឺចាប់ដើមចេញពីថាតើអ្វីគឺជា DCN Global ហើយ World Learning ដែលជា project fund របស់ United States ចាអញ្ចឹងអ្នកស្រីដែលគាត់ជា team របស់ DCN គាត់បានបញ្យល់ប្រាប់អំពីប្រវត្តិរបស់ DCN ក៏ដូចជា director របស់ DCN Global ដែលខ្ញុំពិតជាមោទនភាពដែលខ្ញុំជាអ្នកចូលរួមមួយរូបមកពីប្រទេសកម្ពុជាចូលរួមនៅក្នុង Empowering the Digital Future Skill Building for Mekong Data Digital Revolution អញ្ចឹងឥឡូវយើងចូលមកដល់ topic ដំបូងដែលខ្ញុំរៀនបានពី Josh គាត់គឺជា director នៅប្រទេសអូស្ត្រាលីហើយគាត់ចែករំលែកអំពី skill ដែលខ្ញុំត្រូវការនៅថ្ងៃហ្នឹងនៅក្នុងវិស័យ digital គឺមាន7 skill តែដោយសារពេលវេលាខ្ញុំសូមមិនលម្អិតទៅលើ skill នីមួយៗទេតែខ្ញុំពិតជារំភើបដែលខ្ញុំបានស្ដាប់ពីគាត់ហើយបន្ទាប់មកទៀតដល់ speaker ប្រទេសកម្ពុជាយើងដែលគាត់បានចែករំលែកទៅលើ AI ដែល AI ហ្នឹងគឺយើងត្រូវធ្វើមិនខ្មិចយើងត្រូវចេះមាន update ហើយយើងត្រូវមាន protection ទៅលើ AI ទៅលើការប្រើប្រាស់ AI ផងដែរហើយបន្ទាប់មកគឺខ្ញុំរៀនអំពីលោក 7 ដែលគាត់ខាង advisor government ប្រទេសកម្ពុជាយើងគាត់និយាយអំពី threat ហើយជាមួយនឹង doctor ដែលគាត់នៅខាងថៃគាត់និយាយអំពីសារៈសំខាន់នៃជំនាញនៅក្នុងវិស័យ digital សម្រាប់ក្មេងជំនាន់ក្រោយហើយគាត់ក៏នៅខាងផ្នែកវិស័យអប់រំដែរអញ្ចឹងគាត់បានប្រាប់ច្រើនអំពីវិស័យអប់រំនៅប្រទេសថៃដែលបានកំពុងតែចាប់យក digital យកមកដាក់ចូលទៅក្នុង curriculum របស់សាលាមិនត្រឹមតែប៉ុណ្ណោះក៏ខ្ញុំបានឆ្លៀតធ្វើ networking ជាមួយនឹងបងប្អូនដែលគាត់មកពីប្រទេសកម្ពុជារួមទាំងអ្នកដែលគាត់បានចូលរួមមកពីបណ្ដាប្រទេសផ្សេងចាមកពីវៀតណាមហើយមិនហ្នឹងគឺJoshហើយនេះគាត់មកពីផ្នែកខាងអាមេរិកហើយគាត់គឺជា speaker មួយរូបកាលពីថ្ងៃ panelist ហើយនេះ Mr. Bruno ចាតោះមកយើង coffee break ហើយនេះគឺ brother របស់យើងមកពីប្រទេសឡាវចាមិត្តភក្តិថ្មីរបស់ខ្ញុំគាត់នេះក្នុង Facebookមុនទៅហើយនេះគឺមិត្តភ័ក្តិបងប្អូននៅប្រទេសកម្ពុជាហើយនេះគាត់នៅខាងម៉ាឡេស៊ីអញ្ចឹងវីដេអូរបស់ខ្ញុំអ្វីដែលខ្ញុំរៀនបាននៅព្រឹកនេះមានប៉ុណ្ណឹងនេះប្រទេស